នៅក្នុងប្រទេសកូរ៉េពេញប៉ោះលក់បានថ្លៃមែនទែនបងប្អូន1គីឡូរហូតដល់ទៅ$4ឯណោះហើយក្នុងមួយកេសមានចំនួន5គីឡូអញ្ចឹងមួយកេសហ្នឹងគេអាចរកបានរហូតដល់ទៅ$20ឯណោះហើយក្នុងមួយថ្ងៃមិនមែនវិចខ្ចប់មួយកេសទេបងប្អូនគឺឈានដល់រហូតដល់200-300កេសអញ្ចឹងទៅហើយជាទូទៅនៅក្នុងប្រទេសកូរ៉េនេះអ្វីដែលខ្ញុំឃើញហើយនឹងចង់ចែកចម្លែកទៅកាន់បងប្អូនអំពីបច្ចេកទេសនៃការដាំពេញប៉ោះនៅក្នុងប្រទេសកូរ៉េនេះគឺចំណុចនេះខ្ញុំចង់និយាយអំពីការយកកូនមកដាំជាទូទៅនៅក្នុងប្រទេសកូរ៉េនេះខ្ញុំសង្កេតឃើញការដាំពេញប៉ោះនេះគឺមានកូនពីររបៀបក្នុងការយកមកដាំទី1គឺការបដោះកូនដោយខ្លួនឯងដើម្បីយកមកដាំហើយនឹងទី2គឺយកកូនដែលគេកាត់តហើយស្រាប់យកមកដាំតែអាពីរហ្នឹងវាមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេចចំពោះការបដោះកូនដាំដោយខ្លួនឯងគឺមានរយៈពេលប្រហែលជា10ទៅ15ថ្ងៃហ្នឹងគឺគេដាំហើយប៉ុន្តែបច្ចេកទេសនៃការដាំខុសពីកូនដែលកាត់តរួចឥឡូវខ្ញុំនិយាយតាក់ទងជាមួយនឹងកូនដែលបដោះដោយខ្លួនឯងមុនចុះហើយពីព្រោះវាជាបច្ចេកទេសថ្មីដែលយើងមិនធ្លាប់ឃើញផងជាទូទៅនៅក្នុងប្រទេសកូរ៉េគេបដោះកូនដោយខ្លួនឯងគឺមានរយៈពេល10ទៅ15ថ្ងៃយកមកដាំហើយការដាំរបស់គេគឺដាំជាលក្ខណៈបត់ដើមបែបនេះដូចជាក្នុងវីដេអូដែលខ្ញុំឲ្យបងប្អូនមើលអញ្ចឹងការដាំបែបនេះគឺវាធ្វើឲ្យពេញប៉ោះហ្នឹងមានលក្ខណៈមាំនៅពេលដែលវាដុះលូតលាស់ធំទៅបងប្អូនគឺដើមវាហ្នឹងដុះរឹសមកតាមដើមនឹងតែម្ដងរឹសវានឹងចាប់ទៅសារធាតុចិញ្ចឹមទៅសកៃដូងនឹងគឺដើម្បីផ្ដល់សារធាតុចិញ្ចឹមនឹងខ្លាំងទៅដល់ដើមហើយនឹងផ្លែវាធ្វើឲ្យវាធន់នឹងជំងឺហើយនឹងឆាប់បានទទួលផលអញ្ចឹងទៅអានេះអ្វីដែលខ្ញុំដឹងហើយបើសិនជាបងប្អូនដឹងតាក់ទងជាមួយនឹងបច្ចេកទេសនេះអាចជួយបញ្យល់ផងប្រហែលជាមានអ្នកខ្លះដឹងហើយរយៈពេលនៃការបដោះមកដល់ដាំហ្នឹងគឺរយៈពេល10ទៅ15ថ្ងៃហ្នឹងគឺគេឲ្យត្រូវថ្ងៃតែ2ថ្ងៃដំបូង2ថ្ងៃចុងក្រោយទេបងប្អូនបើសិនជាយើងទុកឲ្យវាធំមាំរហូតដល់ទៅ30ថ្ងៃវាធ្វើឲ្យការដាំហ្នឹងបាក់ដើមបាក់គល់បងប្អូននៅពេលដែលយើងបត់ដាំបែបនេះចំណុចទី2នោះគឺការដាំដោយយកកូនមកស្រាប់ជាទូទៅនៅក្នុងប្រទេសកូរ៉េមិនថាដំណាំពេញប៉ោះត្រប់ម្ទេសដែលដាំនៅក្នុងហៅស៊ឺຂະຫນាតធំຂະຫນាតតូចទេភាគច្រើនគេមានរោងចក្រមួយសម្រាប់បដោះកូនតែម្ដងបដោះកូនហើយគឺថៅកែនឹងកំងរយៈពេល28ថ្ងៃទៅ30ថ្ងៃគឺយកកូននឹងមកដាំហើយកូននឹងគឺគេមានរោងចក្រគេកាត់តគេទំនួលខុសត្រូវទៅលើការកាត់តនឹងតែម្ដងហើយថៅកែយើងចាំតែយកថ្ងៃដែលយកកូននឹងយកមកដាំទេហើយចំពោះការដាំកូនដែលកាត់តនេះគឺយើងអត់មានដឹងពីការបដោះរបស់គេយ៉ាងម៉េចយ៉ាងម៉េចទេគឺគេមានរោងចក្រសម្រាប់បដោះផ្សេងហើយយើងយកតែកូនមកដាំរយៈពេលវា28ថ្ងៃគឺយើងចាប់ផ្ដើមដាំហើយចំពោះការដាំពេញប៉ោះនៅលើសកៃដូងនេះវាជាបច្ចេក